ខ្ញុំឈ្មោះឡុងជាកសិករម្នាក់រស់នៅក្នុងខេត្តមួយដែលជាខេត្តចង្រុកស្រូវនៅក្នុងស្រុកខ្មែរយើងខ្ញុំគឺជាក្មេងដ៏កំសត់ម្នាក់ដែលត្រូវបាត់បង់ឪពុកតាំងពីអាយុ4ឆ្នាំមកម្លេះហើយក្រោយពីបាត់បង់ឪពុកហើយបាន2ឆ្នាំក្រោយមកម៉ែក៏បានទៅចោលខ្ញុំទៀតដែលធ្វើឲ្យខ្ញុំខ្លាចជាក្មេងកំព្រាតាំងពីអាយុ6ឆ្នាំរហូតមកដល់សពថ្ងៃកាលពីនៅក្មេងក្រោយពីម៉ែពុកបានស្លាប់ចោលខ្ញុំអស់ខ្ញុំបានបន្តរស់នៅជាមួយនឹងយាយនិងពូមីងរបស់ខ្ញុំនៅក្នុងផ្ទះតែមួយតែម្ដងដែលនៅក្នុងផ្ទះមានសមាជិកទាំងអស់ចំនួន5នាក់ហើយបើនិយាយពីពូមីងខ្ញុំវិញគាត់ក៏មានកូនប្រុសម្នាក់ដែរនោះគឺអាតុងអាចដូនមួយក្បាលខូចរបស់ខ្ញុំម្នាក់ហ្នឹងវាមានអាយុប្អូនខ្ញុំតែ1ឆ្នាំទេតែអានោះជាកំពូលក្មេងហើយសម្រាប់រឿងអាតុងហ្នឹងកុំតន់អាចនិយាយងាកមកនិយាយពីតំបន់ដែលខ្ញុំរស់នៅបន្តិចសិនភូមិដែលខ្ញុំរស់នៅកាលពីជំនាន់នោះវាជាភូមិដាច់ស្រយាលពីទីប្រជុំជនក្នុងភូមិមានសុទ្ធតែស្រែនិងព្រៃនិងភ្នំច្រើនហើយចំនួននោះសេរីផ្លូវលំមានតនអភិវឌ្ឍណាដែលឲ្យតែខែប្រាំងកាលណាតាមផ្លូវដីហុយពងដើមឈើសងខាងផ្លូវបានប្រែពីពណ៌បៃតងទៅជាក្រហមអស់ហើយដោយសារតែដីហុយខ្លាំងពេកអ្នកភូមិពិបាករស់នៅជាប់នឹងផ្លូវណាអញ្ចឹងហើយបានជាមេភូមិបានប្រាប់អ្នកដែលរស់នៅក្នុងភូមិហ្នឹងឲ្យធ្វើផ្ទះហ្នឹងឲ្យឆ្ងាយពីផ្លូវបន្តិចទៅទើបអាចទប់ដីបានអាហ្នឹងសម្រាប់អ្នកដែលធ្វើផ្ទះថ្មីតែបើថាអ្នកដែលមានផ្ទះស្រាប់ហើយមិនអាចបង្កិលតាណាបានពួកគាត់បានដាំរុក្ខជាតិផ្សេងនៅខាងមុខផ្ទះឡើងជិតនិយាយទៅដាំដោយរបងផ្ទះអញ្ចឹងដើម្បីទប់កុំឲ្យដីហុយចូលទៅក្នុងផ្ទះបានគិតទៅការនឹងយូរឆ្នាំដែរទម្រាំតែមានផ្លូវកស៊ូនៅមុខផ្ទះហ្នឹងហើយនឹងគឺជាទស្សនវិជ្ជាទូទៅនៅក្នុងភូមិដែលខ្ញុំរស់នៅកាលពីជំនាន់នោះឥឡូវងាកមកនិយាយពីខ្លួនឯងវិញម្ដងព្រោះថានិយាយពីខាងលើហ្នឹងរៀងច្រើនដែរហើយមិនទាន់បាននិយាយពីខ្លួនឯងសោះកាលពីនៅក្មេងអាយុ8ឆ្នាំក្រោយពីពុកម៉ែខ្ញុំបានស្លាប់បាន2ឆ្នាំក្រោយមកខ្ញុំកើតជាមនុស្សម្នាក់ស្លូតណាស់ទៅរៀនអង្គុយតែម្នាក់ឯងពេលចេញលេងទៅគ្រាន់បានអាតង់លេងជាមួយហើយដល់ចូលរៀនវិញខ្ញុំអង្គុយស្ងាត់ទៀតហើយដល់ម៉ោងរៀនដល់ម៉ោងចេញក៏ចេញហើយឃើញខ្ញុំស្លូតអញ្ចឹងក៏មានពួកអាក្មេងថ្នាក់ទី4នៅក្បែរខ្ញុំហ្នឹងវាចូលចិត្តមកនិយាយឌឺដងខ្ញុំណាពេលខ្លះវាដេកខ្ញុំថាកូនអត់ម៉ែឪអាកូនអ្នកក្រអីអញ្ចឹងទៅគេនិយាយថាឲ្យខ្ញុំដបងខ្ញុំយំរត់ទៅផ្ទះតែញយព្រោះតែមិនហ៊ាននឹងគេហើយណាមួយយើងអត់មានម៉ែឪមកកាងដូចគេឡើយតែគ្រប់យ៉ាងក៏បានប្រែពេលដែលខ្ញុំឡើងថ្នាក់ទី5ខ្ញុំបានប្រែខ្លួនឯងទៅជាមនុស្សម្នាក់ថ្មីអាចថាប្រែពីក្មេងស្លូតបូតទៅជាក្មេងម្នាក់ដែលរឹងមាំការជើងមុនតែមិនឆ្លើយទេថ្ងៃមួយដូចរាល់ដងអញ្ចឹងអាក្រុមក្មេងថ្នាក់ទី4លើកមុនហ្នឹងពេលដែលវាឃើញខ្ញុំដើរតែម្នាក់ឯងពួកវាបានដើរមកនិយាយមើងងាយខ្ញុំដូចលើកមុនអញ្ចឹងតែលេងខុសមនុស្សហើយអានាងអាឡុងថ្នាក់ទី5មិនមែនអាឡុងថ្នាក់ទី4ឡើយដល់ពេលដែលពួកវានិយាយអញ្ចឹងហើយខ្ញុំមិនបាននិយាយអីច្រើនទេភ្លាមខ្ញុំក៏បានទៅដាល់អាមួយនិយាយឲ្យខ្ញុំនឹងម្ដាយឡើងបែកមាត់ឈឹមឆ្វាចគិតទៅពួកអានេះភ្លើដែរគ្នាវា3នាក់ខ្ញុំវាយតែម្នាក់ទេអា2នាក់ទៀតឃើញអញ្ចឹងវានាំគ្នារត់ប្រុចចោលអាមួយបែកមាត់បាត់ពេលដែលគ្នាវារត់អស់អញ្ចឹងខ្ញុំបានផ្ដាំទៅអាមួយបែកមាត់នោះថាហែងតែហ៊ាននិយាយអញម្ដងទៀតក្នុងថ្នាក់ក៏អញវាយឯងបានដែរឮខ្ញុំនិយាយអញ្ចឹងហើយអានោះវាភ័យវាក៏រត់ទៅបាត់ដែរទៅហើយចាប់តាំងពីថ្ងៃហ្នឹងមកគ្មានទេអាពួកដែលធ្លាប់និយាយដើមខ្ញុំអាពួកដែលធ្លាប់ឌីលខ្ញុំពីមុនមកឲ្យតែឃើញមុខខ្ញុំពួកអានោះដើរកិច្ចមិនហ៊ានដើរមកជិតខ្ញុំឡើយអញ្ចឹងបានថាបើទុនជ្រាគេជន់ហើយតែបើយើងរឹងមាំក៏គ្មាននរណាមកជន់យើងដែរតែខ្ញុំនិយាយនេះមិនលើកទឹកចិត្តឲ្យគ្រប់គ្នាប្រើហិង្សាជាដំណោះស្រាយទេតែបើតឡៃដាក់ទៅកំទុកឮតែខ្ញុំកាចអញ្ចឹងតិចគិតតែខ្ញុំកាចគ្រប់រឿងទៅទេមិនកាចគ្រប់រឿងទេពេលខ្លះខ្ញុំក៏ស្លូតដែរនិយាយទៅមើលតាមកលៈទេសៈបងចាស់លោកគ្រូអ្នកគ្រូខ្ញុំគោរពណាស់មិនដែលអាចសិលធម៌ចំពោះចាស់ទេអាហ្នឹងខ្ញុំឯណាតែបើថាអាចដូនមួយខ្ញុំវិញគឺអាតង់អានោះតូចទេតែវាសាហាវជាងខ្ញុំគុណនឹង10ឯណោះអានោះវាកាចហើយវាឆ្លើយទៀតឆ្លើយរបៀបម៉េចរបៀបថាអានោះបើវាឃើញនរណាមុខភ្លើស្លូតអីហ្នឹងទោះបីជាគេអាយុបងវា3-4ឆ្នាំក៏ដោយអានោះហៅគេអាគ្មានរើសមុខទេទាំងតែការហ្នឹងវាទៅតែអាយុ9ឆ្នាំទេតែពួកម៉ាក់វាភាគច្រើនអាយុ14ទៅ15ឆ្នាំសំខាន់ណាស់គឺវាហៅពួកហ្នឹងអាទាំងអស់គ្មានចន្លោះណាមួយឡើយគិតទៅម្យ៉ាងរបស់វាដែរហើយអានោះវាមានមិត្តភ័ក្តិច្រើនណាស់មនុស្សក្នុងភូមិទាំងប្រមាណវាស្គាល់សឹងតែគ្រប់គ្នាទៅហើយការដែលមានមិត្តភ័ក្តិច្រើនអញ្ចឹងពេលខ្លះខ្ញុំនិងវាត្រូវដើរលេងបាយក្រុមគ្នាដែលមានថ្ងៃខ្លះវាមកលេងជាមួយខ្ញុំហើយថ្ងៃខ្លះវាក៏ទៅលេងជាមួយក្រុមវាទៅនិយាយទៅវាឆ្លាស់គ្នាទៅមកបើអ្នកណាតំណេវាទៅលេងជាមួយអ្នកហ្នឹងចំណែកខ្ញុំវិញអ្នកដើរលេងជាមួយគ្នាមិនមានច្រើនទេមានតែ 4-5 នាក់ពួកអាក្មេងៗនៅផ្ទះក្បែរគ្នាតែប៉ុណ្ណោះនិយាយបាយអូហូស្ទឹងឡើងមួយថ្ងៃនេះឥ
ឥឡូវសូមនិយាយរឿងចម្លែកមួយដែលបានកើតឡើងនៅកំឡុងពេលដែលខ្ញុំរៀនថ្នាក់ទី5នោះកាលហ្នឹងតាមចាំបានវាគឺជាថ្ងៃអាទិត្យដែលនឹកថាថ្ងៃហ្នឹងទំនេរខ្ញុំនឹងក្មេងៗនៅក្នុងភូមិហ្នឹងក៏បាននាំគ្នាទៅបាចត្រីនៅស្រែនៅក្បែរជើងភ្នំចំណែកឯអាតងវិញថ្ងៃហ្នឹងវាអត់បានទៅជាមួយខ្ញុំទេគឺវាបានទៅស្ទួយត្រីជាមួយក្រុមវានៅឯអូនៅខាងចុងភូមិឯណោះថ្ងៃហ្នឹងនៅបាចត្រីឡើងដល់ថ្ងៃត្រង់ម៉ោង12បានខ្ញុំត្រឡប់មកផ្ទះវិញយីថ្មហ្នឹងហើយយាយនៅក្រងស្បូវអត់តន់ឈប់ទៀតមកវិញហ่ะបាទយាយឡងជួយលើករស័យយាយបន្តិចមកឮយាយប្រើអញ្ចឹងខ្ញុំក៏ទុកធុងត្រីនៅមួយកន្លែងរួចខ្ញុំក៏បានដើរទៅលើករស័យឲ្យយាយហើយអាតងវានៅណាមិនបានឃើញខ្ញុំទៅផ្សេងគ្នាហ្នឹងយាយខ្ញុំទៅបាចត្រីអានោះវាទៅស្ទួយត្រីជាមួយគ្នាវាហ្នឹងអញ្ចឹងស៊ីបាយមុនវាទៅមកហូបយាយគ្រប់ទុកនៅលើតុមានសាច់ជ្រូក2ដុំហើយ1ដុំអាតង1ដុំនិយាយជាមួយយាយហើយខ្ញុំក៏បានដើរទៅក្រោយផ្ទះយកត្រីទៅប្រោះទុកហើយអីហើយខ្ញុំក៏ចូលងូតទឹកងូតហើយចេញមកវិញមើលទៅមុខផ្ទះទៅក៏ឃើញអាតងវាដើរមកមានកាន់ត្រីនៅនឹងដៃនឹងមកចកោមចុំអាតងឲ្យស្ទួយត្រីនៅណាបានច្រើនម៉េចហ៎អាចិនវាស្គាល់កន្លែងថ្មីឲ្យមើលដាក់ស៊ីហ្មងណាអញមិនតន់ចង់មកផ្ទះណាតែឃ្លានបាយពេកមកផ្ទះសិនទៅថ្ងៃអញទៅម្ដងទៀតហើយទៅអត់ទៅនិយាយជាមួយខ្ញុំប៉ុណ្ណឹងហើយអានោះក៏បានយកត្រីទៅទុកបន្ទាប់មកវាក៏បានចូលងូតទឹកងូតហើយពួកយើងក៏មកអង្គុយហូបបាយជុំគ្នានិយាយអញ្ចឹងថ្ងៃទៅស្ទួយត្រីម្ដងទៀតម៉ោងប៉ុន្មាននិយាយគ្នាមុនហ្នឹងថាទៅម៉ោង2ស៊ីបាយហើយអញរុកដេកបន្តិចសិនពេលអញទៅចាំដាក់អញផងអញ្ចឹងក្រោយពីហូបបាយហើយពួកយើងក៏បាននាំគ្នាដេកនៅលើរឹងម្នាក់មួយដែលចងនៅក្រោមផ្ទះថ្ងៃហ្នឹងមេឃមិនសូវក្តៅទេហើយត្រូវនឹងទៅហូបបាយហើយផងពួកយើងដេកលក់ស្រួលមែនទែនដេកដល់ម៉ោង7ទៅស្ទួយត្រីខ្ញុំក៏បានភ្ញាក់និយាយទៅភ្ញាក់មុនអាតងទៀតអញ្ចឹងពេលដែលក្រោកខ្ញុំក៏បានដើរទៅលុបមុខមិនតន់នឹងហើយផងស្រាប់តែខ្ញុំបានឃើញពួកបងពួកម៉ាក់អាតងហ្នឹងក៏បានដើរមកដល់អាឡុងអាតងនៅណានេះបងកំពុងដេកដាស់វាមកដល់ម៉ោងទៅស្ទួយត្រីហើយឮអញ្ចឹងហើយខ្ញុំក៏បានទៅដាក់អាតងគ្នាឯងមកហើយដាស់អញ្ចឹងហើយអាតងវាក៏និយាយថាអញបានទៅទេអញដូចជាល្ងាដល់ឮវានិយាយអញ្ចឹងហើយខ្ញុំក៏បានយកដៃទៅស៊ីវក្បាលនោះទៅជុំអានេះក្តៅខ្លួនម៉េះបងអើយអាតងវាមិនបានទៅទេឮខ្ញុំស្រែកប្រាប់អញ្ចឹងហើយពួកម៉ាក់អាតងក៏បានដើរទៅបាត់ទៅពេលដែលពួកនោះដើរទៅបាត់ខ្ញុំក៏បានសួរអាតងម្ដងទៀតអាតងថ្ងៃគ្រុនមែនអញអត់ដឹងទេអញល្ងាណាល្ងាក្បាលឯងស្អីមិនឡើងក្តៅហែងហ្នឹងនិយាយអញ្ចឹងហើយខ្ញុំក៏យកដៃទៅស្ទាបក្បាលវាទៅអានេះក្តៅខ្លួននឹងដូចគេដុតហើយហ្នឹងមើលទៅដូចជាមិនស្រួលទេភ្លាមខ្ញុំក៏បានដើរទៅប្រាប់យាយដែលកំពុងតែក្រងស្បូវយាយអាតងក្តៅខ្លួនខ្លាំងណាស់មិនដឹងវាកើតអីទេឮខ្ញុំនិយាយអញ្ចឹងហើយយាយក៏បានដើរមកដល់យាយក៏បានស្ទាបក្បាលនោះទៅក៏ឃើញថាវាពិតជាក្តៅខ្លួនមែនអញ្ចឹងពេលនោះយាយក៏បានយកថ្នាំឲ្យវាលេបបានបន្តិចក្រោយមកអាតងក៏បានត្រជាក់ខ្លួនវិញប៉ុន្តែត្រជាក់ខ្លួនមិនទាន់បានប្រមាណផងអានោះវាក្តៅខ្លួនទៀតហើយដោយសង្ស័យយាយក៏បានដេញខ្ញុំឲ្យទៅហៅពូដែលជាពុកអាតងហ្នឹងឲ្យមកមើលអាតងមកដល់ពូក៏បានយកអាតងទៅពេទ្យក្នុងចិត្តខ្ញុំមកឆ្ងល់ខ្លាំងណាស់អាហ្នឹងមិនបានវាសុកទៅឈឺអញ្ចឹងពីមុនវាមិនដែរអញ្ចឹងទេទៅដល់ពេទ្យក៏បានសួរអាការៈតាមស្អឹបអាការៈនោះទៅដូចជាគ្រុនឈាមប៉ុន្តែដោយសារតែភ្លាមជួសឈាមរកមិនទាន់ឃើញទេដោយពេទ្យបានដាក់សេរ៉ូមនិងថ្នាំបញ្ចុះកម្ដៅឲ្យវាហើយពេទ្យឲ្យយកវាមកផ្ទះសិនចាំ3ថ្ងៃក្រោយចាំយកវាទៅពេទ្យម្ដងទៀតហើយកំឡុងពេលដែលដាក់សេរ៉ូមនៅផ្ទះហ្នឹងអាតងវាអាចទៅរៀនបានទេដល់កន្លងទៅបាន3ថ្ងៃក្រោយមកពូក៏បានយកវាទៅជួសឈាមនៅពេទ្យម្ដងទៀតហើយលទ្ធផលចេញមកថាអានោះពិតជាគ្រុនឈាមមែននេះបានថាអាតងវាតូចទេវាអាចខ្លាំងជាមួយមនុស្សធំជាងវាបានតែចុងក្រោយមិនអាចយកឈ្នះមូសតូចបានឡើយព្រោះអាហ្នឹងវាចូលចិត្តដោះអាវណាស់ឲ្យតែខែក្តៅទៅណាមកណាវាស្លៀកតែខោខ្លីមួយដើរពេញភូមិអញ្ចឹងក្រោយពីពេទ្យបានប្រាប់ថាវាគ្រុនឈាមអញ្ចឹងហើយពេទ្យតម្រូវឲ្យវាដាក់សេរ៉ូមសម្រាប់មួយរយៈហាមដើរផ្ដេសផ្ដាស់ទៀតហើយប៉ះចំអានោះអាចជើងដើរលេងផងដល់មួយថ្ងៃដេកទៅនៅផ្ទះអញ្ចឹងអាហ្នឹងវា stress ខ្លាំងមែនទែនព្រឹកថ្ងៃល្ងាចយកដាក់សេរ៉ូមអង្គុយម៉ងនៅតែក្រោមផ្ទះឯខ្ញុំនេះពេលដែលអាតងវាឈឺអញ្ចឹងទៅខ្ញុំក៏ទៅរៀនម្នាក់ឯងរៀងកំសត់ដែរតែដល់ពេលចេញមកវិញខ្ញុំបានដើរលេងអត់បាននៅផ្ទះជាមួយវាទេនៅក្នុងសប្តាហ៍នឹងដដែលកាត់រំលងមកដល់ថ្ងៃសៅរ៍អាការៈអាតងចាប់ដើមធូរឡើងវិញហើយសេរ៉ូមវាក៏ឈប់ដាក់ទៀតដែរប៉ុន្តែធម្មតាទេមនុស្សទើបតែងើបពីឈឺអញ្ចឹងកម្លាំងមិនទាន់មានពេញលេញដោយមនុស្សធម្មតាឡើយហើយនៅក្នុងថ្ងៃហ្នឹងពេលល្ងាច
ខ្ញុំកំពុងតែអង្គុយធ្វើលំហាត់នៅក្រោមផ្ទះសុកអង្គុយនៅក្បែរអាតងដែរទេស្រាប់តែពេលនោះអារីនិងអាប្រមាណអ្នកទៀតនៅក្នុងភូមិពួកវាបានដើរមកផ្ទះខ្ញុំរួចពួកវានឹងក៏បាននិយាយថា អាឡុងឯងមានដឹងអត់ដីស្រែអ៊ីចាំនៅក្រោយផ្ទះឯងហ្នឹងគេទៅចាក់ដីហ៎ ចុំអាសំលេងឡានដឹកដីកំពុងតែលឺនឹងមែន ហ្នឹងហើយ គាត់ចាក់ដីទៅអីឯងដឹងអត់ អញដឹងដែរហ្នឹងតែចាក់ដីឡើងធំឲ្យមើលឡើងពេញស្រែហ៎តោះតលេងហី តោះអញយកសភៅទុកសិនពេលហ្នឹងខ្ញុំក៏បានឡើងទៅលើផ្ទះយកសភៅទៅទុកចុះមកវិញមិនដឹងថាអាតងវានិយាយអីខ្លះជាមួយអារីទេពេលនោះវាថាវាទៅដែរដែលឃើញថាវាមិនតាន់ជាស្រួលបួលបែបហ្នឹងខ្ញុំបានដេញឲ្យវានឹងទៅសុំមីងសិនទៅបើគាត់ឲ្យទៅចាំទៅលឺខ្ញុំនិយាយអញ្ចឹងហើយអានោះក៏បានដើរត្រុកទៅរកម៉ែវាដែលកំពុងតែអង្គុយក្រងស្បូវជាមួយយាយមើលពីចម្ងាយទៅមិនដឹងជាវានិយាយអីខ្លះទេឃើញអង្គុយផងឈោផងទៅអោបម៉ែវាផងអីផងហើយបានមកផ្លេតក្រោយមកក៏លឺមីងស្រែកមកថា អាឡុងតលេងហ្នឹងមើលប្អូនផងកុំឲ្យវាឡើងដើមឈើឬកលេងទឹកណា បាទមីងទោះបីជាមិនប្រាប់ក៏ខ្ញុំដឹងចម្លើយហើយគឺម៉ែវាព្រមឲ្យទៅអញ្ចឹងក្រោយពីសុំចាស់ហើយពួកយើងក៏នាំគ្នាដើរទៅតាមផ្លូវក្រោយផ្ទះខ្ញុំធម្មតាទេក្មេងៗដើរលេងដើរមិនដែលត្រង់ធ្លូទៅទីតាំងតែម្ដងទេតាមផ្លូវឃើញមានអីបេះហ្នឹងមានស្វាយបេះស្វាយមានអំពិលបេះអំពិលដើរបណ្ដើបេះបោចនោះបណ្ដើបានបន្តិចក្រោយមកពួកយើងក៏បានដើរទៅដល់កន្លែងដីចាក់នោះដីហ្នឹងពីមុនជាស្រែទេដល់គេចាក់ដីពេញអញ្ចឹងគឺថាឡើងធំហើយស្រឡះមែនទែនរវល់តែមើលដីគេចាក់ងាកមើលឆ្វេងស្ដាំដូចជាបាត់គ្នាម្នាក់ហេពួកឯងបាត់អារីតាណាសួរហើយមិនទាន់នឹងមានអាណាឆ្លើយផងស្រាប់តែខ្ញុំបានឮសំឡេងស្រែកមកពីចំហៀងមកថា ពួកឯងដើរមកនេះមក ឮសំឡេងវាស្រែកអញ្ចឹងខ្ញុំក៏ក្លែកទៅក៏ឃើញអារីកំពុងតែឈរនៅក្រោមដើមព្រីងមួយដែលនៅក្បែរស្រះទឹកឃើញអញ្ចឹងពួកយើងក៏នាំគ្នាដើរទៅដល់ខ្ញុំបានមើលទៅទឹកស្រះនោះទៅក៏ឃើញថាទឹកស្រះហ្នឹងថ្លាទំនងគួរឲ្យចង់ងូតមែនទែនហើយក្លែកមើលទៅដៃអារីទៅក៏ឃើញវាកាន់ថងខ្មៅមួយអារីថងអីហ្នឹង ពួកឯងលេងល្បែងខ្មៅកំប៉ុងអត់ ខ្ញុំសូមបើកវងកញ្ចក់ត្រង់កន្លែងហ្នឹងបន្តិចបើអ្នកទាំងអស់គ្នាជាក្មេងកាលជំនាន់9ជាងឬក៏2000ស្ដើងអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮល្បែងនេះពីមុនហើយដោយល្បែងនេះក្មេងៗជំនាន់មុនគេចូលចិត្តលេងណាស់ហើយតាមឮចាស់ៗនិយាយតគ្នាគាត់ថាល្បែងហ្នឹងគឺត្រូវហៅខ្មោចឲ្យមកលេងជាមួយយើងហើយរបៀបដែលយើងលេងគឺយើងត្រូវដុតធូបដើម្បីហៅខ្មោចមកហើយដើម្បីដឹងថាខ្មោចមកលេងជាមួយយើងឬក៏អត់គឺងាយស្រួលសម្គាល់ទេគឺយើងត្រូវមើលថាកំប៉ុងដែលយើងយកមកលេងនោះហោះឬអត់បើវាហោះមានន័យថាខ្មោចមកលេងហើយកាលណាដែលខ្មោចនឹងវាមកហើយគឺកំប៉ុងនឹងវាហោះមកអុកក្បាលយើងអញ្ចឹងពេលហ្នឹងអ្នកលេងទាំងអស់គ្នាត្រូវរត់បើមិនអញ្ចឹងទេនឹងត្រូវខ្មោចអុកពោកក្បាលម្ខាងឡើយអាហ្នឹងជាអ្វីដែលខ្ញុំធ្លាប់ដឹងពីល្បែងនោះសូមបិទវងកញ្ចក់វិញអញ្ចឹងក្រោយពីបានដឹងពីរបៀបលេងអស់ហើយពួកយើងទាំងអស់គ្នាក៏សម្រេចចិត្តថាលេងពេលដែលគ្រប់គ្នាព្រមលេងបែបហ្នឹងអារីក៏បានឲ្យពួកយើងនឹងអង្គុយជារង្វង់បន្ទាប់មកវាក៏បានទៅកដាលរួចក៏ស្រែកថងខ្មៅនោះយកចេញនៅកំប៉ុងទឹកដោះគោមួយស្ករគ្រាប់2 3ធូបមួយបាច់និងដែកកេះមួយក្រោយពីយករបស់នឹងចេញហើយអារីក៏បានយកកំប៉ុងនឹងទៅដាក់ទៅលើដីរួចវាក៏យកស្ករគ្រាប់ទៅដាក់ទៅក្នុងកំប៉ុងនោះបន្ទាប់មកវាក៏យកធូបមកទៅសៃមកដុតពួកឯងពេលឮអញនិយាយអីចាំនិយាយតាមអញណាហើយមួយទៀតពេលដែលយើងនិយាយបួងសួងហើយពួកឯងនៅអង្គុយស្ងៀមកុំនិយាយអីប្រេះប្រាស់ចាំពេលកំប៉ុងហោះចំណងគ្នារត់ដឹងហើយក្រោយពីយល់គ្នារួចរាល់ហើយអារីក៏បានដុតធូបរួចក៏លើកដៃសំពះហើយវាបាននិយាយថាបើទីនេះមានខ្មោចមែនខ្ញុំសូមអញ្ជើញអ្នកមកលេងជាមួយខ្ញុំនិយាយបែបនឹង3ដងហើយអារីក៏បានរត់មកអង្គុយក្នុងរង្វង់ជាមួយពួកយើងដែរពេលហ្នឹងពួកយើងនាំគ្នាអង្គុយចាំមើលចាំតែកំប៉ុងហោះដឹងតែនាំគ្នារត់ប្រូចហ្មងប៉ុន្តែចាំឡើងមកស្ទុះទៅហើយវាដូចជាអត់មានកម្រើកអីសោះកាលហ្នឹងចាំរៀងយូរដែរចង់ជិត20នាទីមិនដឹងដល់ពេលយូរពេកអត់ឃើញមានអីបែបហ្នឹងអាតងវាក៏បានមកខ្សឹបប្រាប់ខ្ញុំថាហេមិនយូរម៉ាអញសង្ស័យតែគ្មានខ្មោចទេមិនមកប្រួលគ្នាលេងអីផ្សេងមិនដឹងអីហេកុំតន់ចាំមើលបន្តិចទៀតសិនមើលកាលថ្ងៃមិនតន់លេងខ្មោចវាមិនហ៊ានចេញមកមិនដឹងឮខ្ញុំនិយាយអញ្ចឹងហើយអានោះក៏អង្គុយចុះវិញហើយរងចាំបន្តពេលហ្នឹងចាំបាត់អត់ឃើញមានអាការៈអីសោះសង្ស័យតែពេលហ្នឹងអាតងវាទ្រាំលេងបានហើយភ្លាមអានោះក៏បានស្ទុះទៅទាត់កំប៉ុងនោះពងបន្ទាប់មកវាក៏និយាយថាខ្មោចរបល់យកស្អីទេអញចាំនឹងជិតកន្លះម៉ោងហើយមិនឃើញក្បាលខ្មោចអាណាចេញមកផងតោះមិនបាច់ចាំឲ្យខ្មោចចង្រៃនឹងទៀតទេទៅលេងអីផ្សេងវិញអញ្ចឹងដល់ឃើញថាចាំមួយថ្ងៃហើយកំប៉ុងពិតជាហោះមែន
ចឹងពេលនោះពួកយើងក៏នាំគ្នាក្រោកឡើងរួចក៏នាំគ្នារកលេងអីផ្សេងពេលហ្នឹងអារីក៏បានសួរគ្រប់គ្នាថាតោះអញ្ចឹងពួកឯងចង់លេងអីលេងដេញចាប់ហ្មងទៅលឿនផងមិនចាំបាច់ញ៉ៃញ៉ៃនិយាយគ្នាព្រមគ្នាហើយពួកយើងក៏នាំគ្នាប៉ារោគអ្នកចាំទីរោគបានហើយពួកយើងក៏នាំគ្នាលេងដេញចាប់យ៉ាងសប្បាយបែកញើសឲ្យកខៀលេងរហូតដល់ម៉ោង 7 យប់ដោយសារតែមេឃនឹងចាប់ផ្ដើមងឹតហើយម្នាក់ហ្នឹងក៏រៀងហត់ដែរអញ្ចឹងពេលនោះពួកយើងក៏នាំគ្នាត្រឡប់មកផ្ទះវិញជាធម្មតាពួកយើងលេងល្ងាចឡើងយ៉ាងច្រើនត្រឹមខ្ទង់ម៉ោង 6 កន្លះអីហ្នឹងដឹងតែនាំគ្នាទៅផ្ទះហើយតែដោយសារតែថ្ងៃហ្នឹងមេឃខែភ្លឺអញ្ចឹងពួកយើងនៅលេងរៀងដល់យប់បន្តិចហើយកន្លែងហ្នឹងយប់អញ្ចឹងមើលទៅគួរឲ្យខ្លាចដែរអញ្ចឹងហើយបានពួកយើងនាំគ្នាមកផ្ទះវិញហ្មងទៅបើថាមានចាស់ទៅជាមួយសង្ស័យតែលេងដល់ម៉ោង 9 យប់ផងក៏មិនដឹងអញ្ចឹងពេលដែលដើរមកដល់ផ្ទះហើយខ្ញុំនិងអាតុងហ្នឹងក៏បាននាំគ្នាងូតទឹកងូតហើយពួកយើងក៏បានហូបបាយបន្ទាប់មកក៏អង្គុយលេងនៅក្រោមផ្ទះបានបន្តិចដល់ម៉ោងប្រហែលជា 9 យប់ពួកយើងក៏បានឡើងទៅលើផ្ទះនាំគ្នាដេកទៅយប់ហ្នឹងដោយសារតែរត់លេងពីល្ងាចអស់កម្លាំងគ្រាន់តែឡើងទៅដល់កន្លែងដេកភ្លាមដាក់ខ្នងដល់កន្ទេលពឹបខ្ញុំដេកលក់ភ្លាមដូចត្រូវថ្នាំសណ្ដំអញ្ចឹងដេកលក់ស្រួលបែបហ្នឹងនៅក្នុងយប់នោះខ្ញុំក៏បានជាសពចម្លែកមួយដែរដែលនៅក្នុងជាសពនោះខ្ញុំបានឃើញខ្លួនឯងនេះបានដើរទៅកន្លែងដេកចាក់ដែលខ្ញុំបានលេងដេញចាប់កាលពីល្ងាចមិញពេលហ្នឹងខ្ញុំដើរទៅតែម្នាក់ឯងទេហើយដើរទៅដល់កន្លែងដើមព្រីងមានស្រះនោះខ្ញុំបានឃើញមនុស្សចាស់មួយក្រុមស្លៀកពាក់សពួកគេកំពុងតែអង្គុយជារង្វង់ទម្រង់ដូចពួកខ្ញុំអង្គុយហៅខ្មៅកំប៉ុងកាលពេលល្ងាចមិញអញ្ចឹងហើយសភាពដែលពួកគាត់អង្គុយនោះគឺអង្គុយពេនភ្នែនយកដៃទាំងពីរដាក់លើជង្គង់ហាក់ដូចជាកំពុងតែធ្វើសមាធិហើយមើលទៅចំរង្វង់កដាពួកគាត់ដែលអង្គុយនោះខ្ញុំឃើញមានសំណែនមួយយ៉ាងធំវាដូចជាពេលដែលយើងសែនព្រេនអញ្ចឹងមាននេះបន្តិចមាននោះបន្តិចតែអ្វីដែលប្លែកខុសពីធម្មតានោះគឺថានៅចំកដាលពេលនោះគឺមានក្បាលក្របីមួយឃើញប្លែកអញ្ចឹងខ្ញុំនេះកាន់តែចង់ដឹងថាពួកគាត់នឹងកំពុងតែធ្វើអីអញ្ចឹងពេលហ្នឹងខ្ញុំក៏បានដើរយឺតទៅរកពួកគាត់ដើរទៅកាន់តែជិតខ្ញុំបានឮសំឡេងពួកគាត់ដូចជាសូត្រអ្វីម្យ៉ាងសំឡេងនោះឮដូចយើងសូត្រធម៌អញ្ចឹងតែស្ដាប់ទៅដូចជាមិនមែនធម៌ដែលខ្ញុំធ្លាប់ឮលោកសូត្រនៅវត្តទេពេលហ្នឹងខ្ញុំព្យាយាមស្ដាប់ណាស់តែទោះបីជាខំស្ដាប់យ៉ាងណាក៏នៅតែស្ដាប់មិនយល់ដែរហើយក្រោយពីពួកគាត់សូត្រធម៌ចម្លែកនោះបានបន្តិចក្រោយមកស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះបានក្រោកឈរឡើងដោយនៅនឹងដៃម្នាក់ហ្នឹងមានកាន់ខ្សែគោមកចវាយទៀតពេលដែលឈរហើយម្នាក់ស្រីហ្នឹងបានដើរសម្ដៅទៅរកដើមព្រីងនៅក្បែរមាត់ស្រះហ្នឹងបន្ទាប់មកគាត់ក៏បានយកខ្សែហ្នឹងទៅចងនឹងមេឃព្រីងបន្ទាប់មកទៀតក៏ឡើងចងកសម្រាប់ខ្លួនតែម្ដងឃើញអញ្ចឹងខ្ញុំភ័យមែនទែនរកធ្វើអីក៏មិនត្រូវដែរមិនដឹងថាអ្វីដែលខ្ញុំបានឃើញនោះគឺជាការបូជាឬក៏ពិធីអ្វីមួយឡើយហើយពេលហ្នឹងខ្ញុំនៅទ្រាំឈមមើលម្នាក់ដែលចងកនោះប្រកាច់ត្រលឡើងលៀនភ្នែកលៀនដាតហើយដោយសារតែខ្លាចខ្លាំងពេកខ្ញុំក៏បានស្រែកចាចឡើងធ្វើឲ្យមនុស្សទាំងនោះផ្អើលហើយក៏បានងាកមកមើលខ្ញុំព្រមគ្នាតែម្ដងដំបូងគឺតែពួកគេជាមនុស្សធម្មតាតែដល់ពេលងាកមុខមកទៅខ្ញុំដឹងថាអ្នកទាំងនោះគឺអត់មានភ្នែកទេកន្លែងក្របភ្នែកហ្នឹងគឺបិទជិតហើយខ្មៅទាំងអស់គ្រាន់តែឃើញអញ្ចឹងភ្លាមខ្ញុំក៏ប្រញាប់ដាក់មេប្រូចរត់ប្រុចចេញពីកន្លែងនោះក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញតែគ្មានទេពេលនោះខ្ញុំរត់ឡើងហត់មើលទៅមុខទៅដូចជាមិនមែនផ្ទះខ្ញុំសោះខ្ញុំហាក់ដូចជារត់ចូលទៅក្នុងព្រៃមួយអញ្ចឹងតែពេលហ្នឹងមិនបានខ្វល់ច្រើនទេធ្វើមិនរត់ឲ្យផុតសិនពេលដែលរត់ហ្នឹងគិតថាលេងមានអ្នកតាមខ្ញុំមកតែមានណាពេលដែលងាកក្រោយទៅខ្ញុំក៏បានឃើញពួកគេកំពុងតែរត់ដេញតាមពីក្រោយខ្ញុំគៀកមែនទែនពេលហ្នឹងខ្ញុំភ័យខ្លាំងណាស់មិនដឹងត្រូវធ្វើមិនទេហើយដោយភ័យពេកខ្ញុំហាក់ដូចជាដឹងខ្លួនថាអ្វីដែលកំពុងកើតឡើងហ្នឹងមិនមែនជាការពិតទេអញ្ចឹងពេលហ្នឹងខ្ញុំក៏បានតែងក្នុងចិត្តតិចថាវាជាការយល់សពទេវាជាការយល់សពទេវាជាការយល់សពទេគ្រាន់តែនិយាយបែបហ្នឹងបាន3ដងខ្ញុំភ្ញាក់ដឹងខ្លួនឡើងតែម្ដងពេលដែលភ្ញាក់ដឹងខ្លួនភ្លាមខ្ញុំក៏បានស្ទុះក្រោកអង្គុយមើលជុំវិញហ្នឹងក៏ឃើញថាខ្ញុំកំពុងតែនៅក្នុងផ្ទះអន្តើរឿងធូរចិត្តបន្តិចហើយដល់មើលទៅក្រៅទៅក៏ឃើញថាមេឃភ្លឺហើយកលេចមើលទៅនាឡិកាព្យួរអញ្ចឹងក៏ឃើញថាម៉ោង 6 ព្រឹកដែរហើយអញ្ចឹងដោយសារតែមេឃភ្លឺហើយខ្ញុំនឹងក៏ក្រោកយកតែម្ដងទៅតាមពិតថ្ងៃអាទិត្យអញ្ចឹងខ្ញុំគេងដល់ម៉ោង 8 អីឯណោះមិនក្រោកនិយាយអញ្ចឹងមិនបានខ្ញុំយល់សពអីចម្លែកម្ល៉េះធ្លាប់យល់សពឃើញខ្មោចពីមុនដែរតែមិនដែលយល់សពចម្លែកអញ្ចឹងសោះគិតបែបហ្នឹងហើយខ្ញុំក៏បានដើរចុះទៅក្រោមផ្ទះដើម្បីលុបមុខឲ្យសាឡាខណៈពេលដែលដើរចុះទៅតាមចដាហ្នឹងខ្ញុំបានមើលទៅខាងក្រោមទៅក៏ឃើញយាយកំពុងតែបោះផ្ទះក្នុងចិត្តគិតថាចង់ប្រាប់រឿងយល់សពហ្នឹងឲ្យយាយបានដឹងដែរតែគិតទៅខ្ជិលណាស់នាំតែគាត់សួរវិញឆ្ងាយទេហើយកំពុងតែឈោគិតរឿងហ្នឹងស្រាប់តែយាយក៏បានស្រែកសួរខ្ញុំពីខាងក្រោមមកថា
Dí à lóng ngày này cọc lươn lá cháu. Ngày ní trong thôi chỉ mấy lọ mà nè á dây. Hãy cắt ấy mến. Mình cắt ấy ná nhầm đây lên lụi chẳng có cọc mà lục một chênh món tớ. Cọc lươn chẳng có lọ đây. Lục một hái chăm mà chui được xây dây tách mau. Bát dây chăm mà plate nhầm lục một tách sân. Dây chỉ mùi dây bản năng hái chúng có ban phải nhập cho tờ cọc nằm bày lục một. Lục hai đôi trố chúng có ban lợt ở xây tờ đạc lại để dây krong bờ. Lợt hái chúng có ban tầng coi ở bát hòn tách. Thằng à tịch chẳng á cui tờ đây ở ban du.อย่างhậu nắng có cua đây ở đó mong pơ đây khởi ót cọc lươn trắng mà đang thua ấy thế nè cùi kịch bạp đang là master còi máu nhóm còn được khơi thá rồi đã từ còi tè lên tách sân bên nắng chúng có ban đã từ càng còi tè rồi bèn nịp bèn nô lên đá chúng còn được đo rương giờ sop ca bị dục mình đo được khơi trắng chúng có ban xịt đa hua từ còi tách sân đầm bay mưa cả lại là ban giờ sop ca bị dục mình đã từ đó cả lại nam prin nơi càng còi đây là bom mình chan nắng áខ្ញុំមើលទៅឃើញមានតែកំប៉ុងនឹងធូបដែរអត់តង់វាដុតការពេលល្ងាចមិញតែប៉ុណ្ណោះឃើញកំប៉ុងអញ្ចឹងខ្ញុំក៏នឹកឃើញថាល្ងាចមិញដូចជាអារីវាដាក់ស្ករគ្រាប់ចូលទៅក្នុងហ្នឹងមានអីដើរទៅចិត្តកំប៉ុងហ្នឹងទៅឃើញមានស្ករគ្រាប់មែនតាចាំការទៀតពេលនោះខ្ញុំក៏បានអោនរើស្ករគ្រាប់ទាំងនោះពេលដែលអោនទៅលោកដែរទៅចាប់ស្ករគ្រាប់បានមួយស្រាប់តែភ្លាមខ្ញុំបានឮសំឡេងមនុស្សក្រហមចេញមកពីដើមព្រីងនៅខាងក្រោយខ្នងខ្ញុំគ្រាន់តែលឺអញ្ចឹងភ្លាមខ្ញុំងាកក្រោយឆ្វាច់មើលទៅដើមព្រីងនោះទៅខ្លាចក្រែងមាននរណាចង់មកលេងសើចជាមួយខ្ញុំណាប៉ុន្តែពេលដែលងាកទៅអត់ឃើញមាននរណាទេមើលទៅដើមព្រីងនោះទៅក៏អត់ឃើញមានមនុស្សដែរប៉ុន្តែអ្វីដែលចម្លែកនោះគឺថាមើលទៅដើមព្រីងនោះទៅខ្ញុំដូចជាឃើញមានខ្សែគោមួយចងជាប់ទៅនឹងមេឃព្រីងទម្រង់មើលទៅដូចជាខ្សែចងកដែលខ្ញុំបានចសបឃើញកាលពីយប់មិញអញ្ចឹងសំខាន់ណាស់ខ្សែហ្នឹងក៏ចងព័ទ្ធជុំវិញមេឃព្រីងហើយដាច់នៅសល់តែមួយច្អាមតែប៉ុណ្ណោះតិចលោកខ្សែមនុស្សចងកមែនទៅវាមិនសមទេបើសិនជាកន្លែងនឹងធ្លាប់មានមនុស្សចងកមែនណាប្រកាសជាធ្លាប់ដូចចាស់និយាយនឹងហាមឲ្យតលេងកន្លែងនោះហើយសង្ស័យតែជាខ្សែគេចងតងទៅដឹងគិតអញ្ចឹងហើយខ្ញុំក៏បានអោនមករកស្ករគ្រាប់បន្តទៀតរើសហើយខ្ញុំក៏បានដើរបដាហូបស្ករគ្រាប់នោះបដាត្រឡប់មកផ្ទះវិញមកដល់ផ្ទះភ្លាមពស់ក៏ចាប់ដើមគោគ្រុកតែម្ដងដល់ពស់គោអញ្ចឹងខ្ញុំក៏បានដើរទៅបើកឆ្នាំងបាយដើម្បីហូបបាយកកជាមួយប្រហុកអាំងពីល្ងាចមិញកំពុងតែហូបនោះខ្ញុំក៏នឹកដល់អាតង់ថ្ងៃនេះប្រហែលជាវាមិនទៅដើរលេងនៅណាតែដឹងបានជាវាដេកយូរយ៉ាងហ្នឹងតែមិនអីទេយូរក៏យូរទៅឲ្យវាដេកអញ្ចឹងហើយកុំឲ្យវាមកទៅដើរបាយខ្ញុំស៊ីគិតអញ្ចឹងហើយខ្ញុំក៏ហូបបាយរហូតដល់អស់ហូបអស់ហើយខ្ញុំក៏បានយកចាននិងឆ្នាំងទៅលាងទុកបន្ទាប់មកខ្ញុំក៏បានដើរទៅមើលយាយក្រងស្បូវម្ដងគិតទៅយាយពីព្រឹកដល់ល្ងាចឃើញតែអង្គុយក្រងស្បូវមិនបានតាណាសោះយាយខ្ញុំសុំសួរមួយមើលសួរអីយាយដើមព្រីងនៅដីមិនចាននៅខាងក្រោយហ្នឹងធ្លាប់មានគេចងកស្លាប់ខ្លួនមែនលើខ្ញុំសួរអញ្ចឹងភ្លាមយាយក៏ភ្ញាក់ហើយថៃឯងណាមិនបានសុកមកសួរអញ្ចឹងខ្ញុំសួរលេងតាយាយព្រឹកមិញខ្ញុំដើរទៅក្រោយហ្នឹងឃើញខ្សែចងកនៅជាប់មេឃព្រីងហ្នឹងអញ្ចឹងហើយខ្ញុំចេះតែឆ្ងល់ទៅវាគ្មានអាណាតែចងកនៅហ្នឹងទេសង្ស័យតែជាខ្សែក្មេងៗតែចងកវាតែចងតងជិះលេងនៅហ្នឹងទេវាគ្មានអីទេលឺយាយនិយាយអញ្ចឹងហើយខ្ញុំក៏មិនបានសួរនាំវិញឆ្ងាយអីទៀតដែរប៉ុន្តែមើលទៅមុខយាយទៅដូចជាលាក់បាំងអ្វីម្យ៉ាងជាមួយខ្ញុំមិនដឹងទេតែដោយសារតែខ្ជិលវិញឆ្ងាយខ្ញុំក៏បានដើរទៅលេងផ្ទះអ្នកជិតខាងបាត់ទៅព្រឹកនោះខ្ញុំអារីនិងអាប្រមាណអ្នកទៀតបាននាំគ្នាទៅបេះផ្លែមៀនព្រៃនៅក្បែរមាត់អូនៅម្ដុំកន្លែងអាតង់វិស្ទុយត្រីថ្ងៃមុនបេះមៀនផងនិងដើរលេងផងអីផងរហូតដល់ម៉ោង10បានខ្ញុំត្រឡប់មកផ្ទះវិញមកដល់ផ្ទះភ្លាមមើលទៅបរិវេណផ្ទះទៅផ្ទះអញថ្ងៃនេះមនុស្សច្រើនម៉េចហើយពួកគាត់មកធ្វើអីគិតអញ្ចឹងហើយខ្ញុំក៏ប្រញាប់រត់ទៅដល់ក្រោមផ្ទះស្រាប់តែឮចាស់និយាយគ្នាអ៊ូថាសង្ស័យតែអានឹងវាខ្មោចកាច់ហើយមែនហើយខ្ញុំក៏គិតអញ្ចឹងដែរละបងចុំខ្មោចកាច់ណាគេអញ្ចេះមិនប្រអងយូរទេភ្លាមខ្ញុំក៏ប្រញាប់រត់ឡើងទៅលើផ្ទះយ៉ាងលឿនទៅដល់លើខ្ញុំក៏ឃើញអាតង់ដេកស្ដោកស្ដឹងហើយព្រមទាំងមានតាអាចារ្យនិងចាស់5-6នាក់កំពុងតែអង្គុយធ្វើពិធីអីម្យ៉ាងដែលនៅលើក្បាលដំណេកអាតង់ឃើញមានគេដាក់ចានមួយដែលនៅក្នុងចាននោះមានកូនកំបិតកាថានិងអំបោះក្រហមឃើញអញ្ចឹងខ្ញុំក៏ដើរយឺតទៅជិតយាយបន្ទាប់មកខ្ញុំក៏សួរយាយតិចថាយាយអាតង់វាកើតអីយាយមិនតនឹងបានឆ្លើយផងពេលនោះមីងក៏បាននិយាយមកកាន់ខ្ញុំថាហើយមកអញ្ចឹងល្អហើយក្រោយពីមីងខ្ញុំនិយាយអញ្ចឹងហើយយាយក៏បានសួរខ្ញុំអាឡុងល្ងាចមិញហើយនាំគ្នាទៅលេងនៅណាឮយាយខ្ញុំសួរអញ្ចឹងពេលហ្នឹងខ្ញុំចង់កាំងដែរពួកខ្ញុំអត់ដឹងថាឥឡូវហ្នឹងកំពុងតែមានរឿងអីកើតឡើងទេហើយភ្លាមហ្នឹងខ្ញុំក៏ឆ្លើយទៅកាន់យាយទាំងលីលើថាល្ងាចមិញខ្ញុំទៅលេងដេញចាប់នៅដីមិនចាននៅក្រោយផ្ទះហើយលេងដេញចាប់ហ្នឹងមានលេងអីទៀតអត់
អត់ផងយាយខ្ញុំលេងដេញចាប់គ្នាធម្មតាតា ហើយច្បាស់អត់ថាលេងតែដេញចាប់ ឮយាយសួរសកត់ធ្ងន់បែបហ្នឹងខ្ញុំក៏គិតក្នុងចិត្តថាអេតិចលោះអាតង់ខ្មោចកាច់ដឹងគិតដល់ចំណុចនឹងភ្លាមខ្ញុំក៏បាននិយាយប្រាប់យាយថាល្ងាចមិញមុនលេងដេញចាប់ពួកយើងលេងល្បែងមួយ ល្បែងអី គឺល្បែងខ្មោចកំប៉ុង ហាណានាំពួកឯងលេង អារីប៉ុន្តែយាយពួកយើងគ្រាន់លេងដុតធូបហៅខ្មោចមកតែអត់មានខ្មោចមកទេហើយដល់អត់មានឃើញខ្មោចមកអញ្ចឹងអាតង់វាទៅតកំប៉ុងនឹងចោលហើយពួកយើងក៏នាំគ្នាលេងដេញចាប់វិញទៅ ចុះឯងមានតតកំប៉ុងនឹងដែរអត់ អត់មានណាតតទេយាយមានតែអាតង់ទេដែលតតតែ តែស្អី ព្រឹកមិញខ្ញុំទៅកន្លែងនឹងម្ដងទៀតហើយក៏រើសស្ករក្របដែរអារីវាដាក់សារនៅខ្មោចពីល្ងាចមិញនឹងមកហូបឬខ្ញុំនិយាយអញ្ចឹងហើយតាអាចារ្យក៏បាននិយាយថា ទៅអាចារ្យទៅដេកនៅចិត្តអាតង់ទៅ ពេលហ្នឹងខ្ញុំភ័យណាស់ហើយខ្ញុំក៏បានសួរតាអាចារ្យថាខ្ញុំកើតអីមែនតា ពួកឯងនឹងទៅអំពានគេហៅគេមកហើយប្រមាថគេឥឡូវគេខឹងពួកឯងណា និយាយអញ្ចឹងអាតង់វាកើតអីតា អាតង់វាខ្មោចចូលមួយថ្ងៃហើយ ខ្មោចចូលហើយវាខ្មោចចូលអញ្ចឹងតែឯងឲ្យខ្ញុំទៅដេកចិត្តវាទៅអី វាមិនអីទេចូលទៅដេកចិត្តវាទៅព្រោះឥឡូវខ្មោចចេញទៅវិញបាត់ហើយដេកទៅហើយបិទមាត់បិទភ្នែកឈប់និយាយអីទាំងអស់ ស្ដាប់តាអាចារ្យនិយាយអញ្ចឹងហើយខ្ញុំក៏បានដាក់ខ្លួនដេករួចក៏ធ្វើតាមអ្វីដែលតាអាចារ្យបានប្រាប់ហើយមានអីបិទភ្នែកគេងហើយត្រូវនឹងសម្លេងចាស់និយាយគ្នាល្វើយនឹងត្រូវខ្យល់លហើយផងពេលនោះខ្ញុំក៏បានដេកលក់មែនទែនហើយពេលហ្នឹងមិនត្រឹមតែដេកលក់ធម្មតាទេខ្ញុំថែមទាំងយល់សពទៀតដែលនៅក្នុងយល់សពនោះខ្ញុំបានឃើញខ្លួនឯងនេះកំពុងតែដើរនៅកន្លែងដើមព្រៃនឹងម្ដងទៀតប៉ុន្តែលើកនេះពេលដែលទៅដល់ខ្ញុំមិនបានឃើញចាស់ស្លៀកសដោយការយល់សពពីយប់មិញទៀតទេលើកនេះខ្ញុំបានឃើញក្មេងៗប្រុសចំនួន4នាក់កំពុងតែរត់លេងនៅក្រោមដើមព្រៃនោះឃើញអញ្ចឹងខ្ញុំក៏បានរត់ទៅជិតពួកគេរួចក៏សុំពួកគេលេងដែរប៉ុន្តែរត់លេងជាមួយពួកវាបានបន្តិចស្រាប់តែពួកវា4នាក់នោះមកចាប់ដៃចាប់ជើងខ្ញុំសែងបន្ទាប់មកពួកវាក៏បានបោះខ្ញុំចូលទៅក្នុងស្រះទឹកនោះប្រងទឹកស្រះនោះមើលទៅទំនងជាមិនជ្រៅទេតែពេលដែលធ្លាក់ទៅខ្ញុំហាក់ដូចជាធ្លាក់ចូលជ្រៅដល់ហើយភ្លាមនោះខ្ញុំក៏សវេសវាឡើងមកគោកវិញកំពុងតែហែចិត្តមកដល់មាត់ស្រះទៅហើយស្រាប់តែពេលនោះក៏មានដៃមួយមកចាប់ជើងខ្ញុំឡើងជាប់ហើយវាមិនត្រឹមតែចាប់ធម្មតាទេវាថែមទាំងទាញខ្ញុំចូលទៅក្នុងទឹកវិញទៀតពេលហ្នឹងខ្ញុំខំប្រឹងរើខ្លាំងមែនទែនតែទោះបីជាខំរើខ្លាំងប៉ុណ្ណាក៏អាដៃចង្រៃនោះវាមិនព្រមលេងដែរវាគិតតែទាញខ្ញុំចូលទៅក្នុងទឹកលិចកាន់តែជ្រៅទៅរហូតដល់ខ្ញុំចង់ដាច់ខ្យល់ទៅហើយតែសំណាងដល់ពេលដែលខ្ញុំកំពុងតែពិបាកដល់ដង្ហើមនោះខ្ញុំបានឮសំឡេងមួយបានស្រែកហៅខ្ញុំថាអោភ្ញាក់ឡើងបានសំឡេងហៅហ្នឹងហើយពេលនោះខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើងវិញដល់ខ្លួនខ្ញុំពេលនោះឡើងបែកញើសជោកដូចមនុស្សទៅតែរត់10គីឡូដីអញ្ចឹងពេលហ្នឹងខ្ញុំភ័យឡើងយំឃើញខ្ញុំយំអញ្ចឹងយាយក៏សួរខ្ញុំ ហើយកើតអី ខ្ញុំយល់សពឃើញខ្មោចយាយឮខ្ញុំនិយាយអញ្ចឹងយាយក៏បានលួងខ្ញុំឲ្យបាត់ភ័យបន្ទាប់មកចាស់ក៏បានឲ្យខ្ញុំនឹងអាតង់ក្រោកឡើងហើយពួកគាត់ក៏បានរៀបចំលើកសំណែនពេនិងគ្រឿងក្រៅសានមួយចំនួនរួចពួកយើងក៏នាំគ្នាដើរទៅកន្លែងដីមិញច័ន្ទនៅកន្លែងដើមព្រៃនោះទៅដល់តាអាចារ្យគាត់ក៏បានរៀបចំពិធីតែខ្ញុំមើលមិនយល់ទេរញ៉េរញ៉ៃមែនទែនខ្ញុំដឹងតែពេលដែលតាអាចារ្យគាត់សូត្រចប់គាត់បានប្រាប់ឲ្យខ្ញុំនឹងអាតង់នឹងលើកដៃសំពះហើយសុំទោសគេកុំឲ្យគេខឹងទៀតក្រោយពីបានធ្វើពិធីហើយរួចរាល់ពួកយើងក៏នាំគ្នាត្រឡប់មកផ្ទះវិញមកដល់ផ្ទះភ្លាមខ្ញុំក៏បានទៅរកបាយហូបព្រោះតាំងតែពីព្រឹកមកបានហូបតែបាយកកម្ដងនឹងឯងឃ្លានឡើងចង់ដាច់ពោះទៅហើយក្រោយពីហូបបាយហើយខ្ញុំក៏បានដើរទៅមើលយាយក្រងស្បូវបន្តអង្គុយមើលបានមកស្ទូក្រោយមកខ្ញុំក៏បានឆ្ងល់រឿងដែលបានកើតឡើងទៅលើអាតង់អញ្ចឹងខ្ញុំក៏បានសួរយាយថាយាយមុននឹងអាតង់វាខ្មោចចូលមិនខ្លះឬខ្ញុំនិយាយអញ្ចឹងយាយក៏បានរៀបរាប់រឿងហេតុទាំងនោះប្រាប់ខ្ញុំឲ្យបានដឹងនៅពេលដែលខ្ញុំទៅដើរលេងបេះមៀនជាមួយពួកអារីហ្នឹងយាយគាត់នៅតែបន្តក្រងស្បូវជាធម្មតាក្រងបានមកស្ទូក្រោយមកគាត់ក៏បានឃើញអាតង់វាកាន់ខ្សែគោមកច្បាយដើរចុះពីលើផ្ទះឃើញវាកាន់ខ្សែគោអញ្ចឹងយាយក៏សួរវាថាហើយបំរុងតាណាទៀតដែរលោកចៅឬយាយសួរអញ្ចឹងអាតង់វាក៏បានងាកមកសម្លក់យាយទាំងខឹងបន្ទាប់មកវាក៏និយាយនឹងជ្រើយដាក់យាយថាអញទៅចងកយីអាឡប់ហើយនិយាយឡប់អញ្ចឹងពេលហ្នឹងអាតង់វាមិនបានខ្វល់នឹងយាយទៀតទេវាបានកាន់ខ្សែគោនោះដើរទៅក្រោយផ្ទះហើយឃើញដូចជាមិនស្រួលយាយក៏បានស្ទុះក្រោកដើរទៅតាមព្រោះតែខ្លាចវាទៅចងកមែនដើរទៅយាយក៏បានចាប់ដៃអាតង់រួចគាត់ក៏បានសួរវាម្ដងទៀតថាហើយតាណាអាតង់និយាយអីឡប់មិញហ្នឹងកុំប៉ះអញត្រូវតែងាប់ឮវានិយាយអញ្ចឹងហើយយាយក៏បានចាប់ដៃវាឡើងជាប់តែពេលហ្នឹងមិនដឹងថាវាមានកម្លាំងមកពីណាទេ
អានោះមានកម្លាំងខ្លាំងដូចមនុស្សធំអញ្ចឹងហើយដោយចាប់មិនជាប់បែបហ្នឹងយាយក៏បានស្រែកហៅអ្នកចិត្តខាងឲ្យមកជួយបានតិចក្រោយមកក៏មានពូពីរ3នាក់មកជួយចាប់ជាប់ហើយយាយក៏បានទៅហៅតាអាចារ្យប្រចាំភូមិឲ្យមកជួយមើលហើយពេលដែលមើលនឹងធ្វើពិធីសួរនាំទៅទើបដឹងថាអាតុងត្រូវបានខ្មោចចូលហើយហេតុផលដែលគេចូលវានោះក៏ដោយសារតែគេខឹងវាប្រមាថគេខឹងវាខ្លាំងណាស់ពេលនឹងតាអាចារ្យនៅចរចាជាមួយខ្មោចនោះល្មាស់ស្ទុះធំតម្រូវតែវាព្រមចេញទៅវិញហើយគ្រាន់តែខ្មោចនោះចេញមិនតាន់បានប្រមាណផងខ្ញុំក៏បានទៅដល់ផ្ទះឃើញទិដ្ឋភាពដូចដែលបានរៀបរាប់ពីខាងលើមុនហ្នឹងអញ្ចឹងក្រោយពីស្ដាប់នៅអ្វីដែលយាយបានប្រាប់ហើយខ្ញុំរៀងមានអារម្មណ៍ថាព្រឺសបល់ដែរតែសំណាងហើយដែលធ្វើពិធីហើយកុំអីសង្ស័យតែខ្មោចចូលខ្ញុំដោយអាតុងផងក៏មិនដឹងអញ្ចឹងក៏ពីរឿងនឹងបានកើតឡើងហើយខ្ញុំអាតុងនឹងគ្នាក្នុងភូមិប្រមាណអ្នកទៀតអត់មាននរណាម្នាក់ហ៊ានទៅលេងនៅកន្លែងដើមព្រៃនឹងទៀតទេហើយអាលបែងខ្មោចកំប៉ុងអីហ្នឹងក៏ពួកយើងមិនដែលមានបំណងចង់លេងម្ដងទៀតដែរមិនហ៊ានសូម្បីតែគិត